នេះគឺជារឿងភ័យរន្ធត់ពេតមួយដែលបានកាត់ឡើងនៅការដ្ឋានសំណង់មួយក្នុងឆ្នាំ2004បើអ្នកខ្លាចខ្ញុំសូមណែនាំឲ្យអ្នករំលងទៅមុខភ្លាមដោយសារបញ្ហាគ្រួសារខ្ញុំបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យហើយចូលរួមក្រុមសំណង់តាមការណែនាំរបស់មិត្តភ័ក្តិមួយចំនួនពីស្រុកកំណើតអ្នកដឹកនាំខ្ញុំគឺបរិសុទ្ធម្នាក់មកពីភាគខាងជើងអាយុជាង50ឆ្នាំដែលគ្រប់គ្នាហៅថាឡាវស៊ីងគាត់ជាមនុស្សល្អលើកលែងតែការស្រឡាញ់ស្រានិងទម្លាប់និយាយអបីជំនឿហេតុការណ៍នេះបានកើតឡើងនៅម៉ោង 2 ទៀងភ្លឺខ្ញុំភ្ញាក់ពីដំណេកដោយសំឡេងគោះទ្វារខ្លាំងឡាវស៊ីងនិងខ្ញុំកេងនៅបន្ទប់ធ្វើការតែមួយគាត់ស្រែកជេរថាអ្នកណាគោះទ្វារនៅផ្ទះកណ្ដាលយប់គាត់បានបើកទ្វារហើយឈរស្ងៀមអ្នកគ្រប់គ្រងមានរឿងអ្វីមានអ្នកស្លាប់ឬពាក្យដ៏គួរឲ្យខ្លាចរបស់អ្នកគ្រប់គ្រងបានធ្វើឲ្យយើងទាំងពីរញ័រអ្នកណាក្រៅពីជាវដាហ៊ូក្មេងឈួតនោះខ្ញុំបានប្រាប់គាត់ហើយថាកុំធ្វើអ្វីឈួតអ្នកគ្រប់គ្រងបានបញ្យល់ពីមូលហេតុដែលគាត់គោះទ្វារនៅផ្ទះកណ្ដាលយប់ទុកមុខរបស់គាត់ធ្ងន់ធ្ងរពីថ្ងៃមុនភ្លៀងធ្លាក់ខ្លាំងមួយបានកើតឡើងនៅការដ្ឋានសំណង់មួយពេលអ្នកគ្រប់គ្រងនិងកម្មករមួយចំនួនកំពុងថែទាំឧបករណ៍សំឡេងផ្គរលាន់បានបន្លឺឡើងពីភ្នំខាងក្រោយគិតថាមាននរណាប៉ះគ្រឿងផ្ទុះអ្នកគ្រប់គ្រងបាននាំកម្មករមួយចំនួនរត់ទៅភ្នំពេលទៅដល់ពួកគេភ្ញាក់ផ្អើលភ្លៀងបានបក់បោកភ្នំបង្ហាញរណ្ដៅធំមួយប្រហែល2 ម៉ែត្រការ៉េនៅក្រោមផ្ទៃដីនៅខាងក្នុងមានមឈូសមួយស្អាតដូចថ្មីផ្ទៃក្រហមរលោងហាក់ដូចជាទេពលាបក្រមួនអ្នកគ្រប់គ្រងបានហៅឲ្យយកខ្សែពួរហើយពួកគេបានទាញមឈូសនោះហើយដឹកត្រឡប់ទៅឃ្លាំងមាននរណាម្នាក់បានប្រាប់អ្នកគ្រប់គ្រងថារណ្ដៅនោះអាចជាភ្នោបុរាណដែលត្រូវបានបំផ្លាញដោយភ្លៀងមឈូសនេះប្រហែលជាធ្វើពីឈើដែលជាឈើដ៏មានតម្លៃប្រើដោយគ្រួសារអ្នកមានកម្មកររំភើបនឹងការរកឃើញប៉ុន្តែអ្នកគ្រប់គ្រងមិនសប្បាយចិត្តទេការរកឃើញមឈូសនៅការដ្ឋានអាចតាក់ទាញសារព័ត៌មានឬអាជ្ញាធរដែលអាចរំខានដល់គម្រោងសំណង់វាជាបញ្ហាដ៏គួរឲ្យឈឺក្បាលគាត់បានបញ្ជាឲ្យចាក់សោមឈូសនៅក្នុងឃ្លាំងហើយប្រាប់កម្មករទាំងអស់ឲ្យរក្សាសម្ងាត់ប៉ុន្តែនៅថ្ងៃបន្ទាប់កម្មករម្នាក់ឈ្មោះជាវដាហ៊ូបានសួរអ្នកគ្រប់គ្រងថាតើគេនឹងធ្វើអ្វីជាមួយមឈូសគាត់បាននិយាយថាការប្រគល់មឈូសឲ្យរដ្ឋនឹងទទួលបានត្រឹម500 យួនហើយស្នើឲ្យគ្រប់គ្រងវាដោយខ្លួនឯងអ្នកគ្រប់គ្រងបានបដិសេធដឹងពីផលវិបាកផ្លូវច្បាប់នៃការជួញដូរវត្ថុបុរាណដោយខ្លាចថាជាវដាហ៊ូនឹងធ្វើអ្វីឆ្កួតដោយសារលុបលន់គាត់បានបន្ថែមសោដែកនៅឃ្លាំងនៅរសៀលនោះពេលអ្នកគ្រប់គ្រងកំពុងងូតទឹកគាត់បានទទួលទូរស័ព្ទពីអ្នកយ៉ាមឃ្លាំងថាជាវដាហ៊ូព្យាយាមបើកទ្វារឃ្លាំងអ្នកគ្រប់គ្រងបានប្រញាប់ត្រឡប់ទៅឃ្លាំងប៉ុន្តែពេលទៅដល់ជាវដាហ៊ូបានរុញមឈូសចេញទៅហើយបន្សល់តែស្នាមរុញនៅលើដីតាមស្នាមនោះទៅភ្នំខាងក្រោយអ្នកគ្រប់គ្រងបានឃើញជាវដាហ៊ូកំពុងរុញមឈូសឆ្ពោះទៅទន្លេដែលទឹកហូរខ្លាំងអ្នកគ្រប់គ្រងស្រែកហៅរហូតប៉ុន្តែជាវដាហ៊ូសម្លឹងត្រង់ទៅមុខហើយបន្តដើរចូលទន្លេដែលមិនខ្វល់នឹងអ្នកគ្រប់គ្រងបានឃើញជាវដាហ៊ូនិងមឈូសត្រូវរលកលិចបាត់ទៅក្នុងទឹកភុកបន្ទាប់ពីភ្លៀងបន្ទាប់ពីស្ដាប់រឿងនេះខ្ញុំនិងឡាវស៊ីងបានផ្លាស់ប្ដូរក្រសែភ្នែកដ៏មិនសប្បាយចិត្តឡាវស៊ីងសាយបន្តិចនិងនិយាយថាអ្នកគួរហៅប៉ូលីសមិនមែនមករកខ្ញុំទេអ្នកគ្រប់គ្រងឆ្លើយថាបើប៉ូលីសអាចជួយបានខ្ញុំមិនចាំបាច់មករកអ្នកទេអ្នកទាំងពីរជាអ្នកហែកទឹកល្អបំផុតនៅការដ្ឋានខ្ញុំនឹងរកអ្នកណាផ្សេងគាត់បោះថង់ផ្លាស្ទិកមួយដែលមានលុយរៀបជាជួរហើយបញ្យល់ពីមូលហេតុដែលគ្រួសាររបស់ជាវដាហ៊ូកំពុងបង្កបញ្ហាទាមទារឲ្យឃើញសាកសពមិនថាមានជីវិតឬស្លាប់ទេយប់នេះគុំកេងមកជាមួយខ្ញុំទៅទន្លេដើម្បីស្វែងរកសាកសព
បើរកឃើញខ្ញុំនឹងផ្ដល់មក20,000 យន់ថែមទៀតបន្ទាប់មកអ្នកគ្រប់គ្រងចេញទៅខាងក្រៅជុកបារីរងចាំឡាវស៊ីងស្ងៀមស្ងាត់ហើយសួរខ្ញុំថាខ្ញុំគិតយ៉ាងម៉េចខ្ញុំចាប់អារម្មណ៍ភ្លាមឡាវស៊ីង20,000 យន់គិតមើលថាយន់អាចទិញដែកប៉ុន្មានវាំងខ្ញុំនិយាយហើយប្រញាប់ស្លៀកបំពាក់ឡាវស៊ីងបន្លឺថាអ្នកមិនបានលឺទេឬថាការស្លាប់របស់ជាវដាហ៊ូគួរឲ្យខ្លាចប៉ុណ្ណាឬខ្ញុំយល់ពីអបិយជំនឿរបស់គាត់មនុស្សចាស់ច្រើនជឿរឿងបែបនេះប៉ុន្តែលុយនេះសំខាន់ណាស់ខ្ញុំជុកបារីមួយដាមហើយនិយាយថាអ្នកយល់អំពីស្ថានភាពគ្រួសាររបស់ខ្ញុំតើខែមុនម៉ាក់ខ្ញុំបានទូរស័ព្ទថាប៉ារបស់ខ្ញុំត្រូវវះកាត់ម្ដងទៀតហើយប្រពន្ធអ្នកក៏មានជំនឿហៅដែរមែនទេអ្នកមិនកំពុងសន្សំលុយសម្រាប់មន្ទីរពេទ្យទេពាក្យរបស់ខ្ញុំបានជួយដល់គាត់កន្លះម៉ោងក្រោយមកយើងនៅកន្លែងដែលជាវដាហ៊ូបានលិចទន្លេមានភពខ្លាំងនិងហូរខ្លាំងពីភ្លៀងដែលមានកំទេចរាយបាយកម្មករបានរៀបចំក្បួនរស័យសម្រាប់យើងខ្ញុំនិងឡាវស៊ីងបានស្វែងរកខាងក្រោមទឹករាប់រយម៉ែត្រប៉ុន្តែមិនឃើញសាកសពជាវដាហ៊ូមើលទៅយើងនឹងមិនអាចរកលុយនេះបានទេហើយភ្លាមបោះបារីរបស់គាត់និងនិយាយថាតោះជាវក្បួនទៅខាងលើខ្ញុំឆ្ងល់ថាខាងលើទន្លេមិនជ្រៅទេហើយគ្មានចរន្តទឹកសម្ងាត់សាកសពគួរតែអណ្ដែតទៅខាងក្រោមមែនទេឡាវស៊ីងបែកខ្នងទៅហើយស្រែកថាឈប់និយាយទៅខាងលើបន្ទាប់ពីស្វែងរក200ម៉ែត្រទៅខាងលើយើងបានរកឃើញជាវដាហ៊ូមិននៅគ្រោងទឹកទេប៉ុន្តែនៅលើច្រាំងឡាវស៊ីងបានជំរុញឲ្យខ្ញុំចែវទៅជិតពេលជិតខ្ញុំបានឃើញរូបភាពចម្លែកបំផុតក្នុងជីវិតជាវដាហ៊ូដេកកាប់មុខដៃលាតលើក្បាលរាងកាយរាបស្មើដោយកូនកែបហាក់ដូចជាកំពុងក្រាបថ្វាយបង្គំខ្ញុំភ័យស្លន់ស្លោហើយនិយាយញ័រថានេះជាការស្លាប់បែបណាគាត់ស្លាប់ពេលក្រាបថ្វាយបង្គំឬគាត់ក៏ភ័យខ្លាំងអ្នកមិនធ្លាប់តែភ្នោទេឬមើលទម្រង់គាត់កំពុងក្រាបថ្វាយបង្គំស្បែកឃ្លីមចាប់ផ្ដើមញ័រក្រាបថ្វាយបង្គំកាណាឡាវស៊ីងមិនឆ្លើយទឹកមុខគាត់ធ្ងន់ធ្ងរនៅពេលសម្លឹងតទន្លេមានកាក់ឬខ្ញុំលាបទឹកមាត់មានខ្ញុំបានយកមកគាត់បានយកកាក់ពីហៅប៉ៅខ្ញុំហើយបោះចូលទន្លេកាក់ដានប៉ះផ្ទៃទឹកបង្កើតពពុះធំដូចជាមានអ្វីមួយនៅក្រោមទឹកបើកមាត់បញ្ចេញរលកទឹកធំទន្លេចាប់ដានញ័រដូចជាទឹកឆ្អិនពពុះជាប់ជើងខ្ញុំខ្សោយនេះជាអ្វីខ្ញុំស្រែកឡាវស៊ីងស្រែកថាឈប់និយាយរត់គាត់បានបោះកាក់ហើយរត់ដោយលើកសាកសពជាវដាហ៊ូខ្ញុំដៅតាមស្រែកថាឡាវស៊ីងអ្នករត់ខុសផ្លូវក្បួននៅទីនោះគាត់ស្រែកថាកម្លាំងក្បូនតាមខ្ញុំដូចជាខ្លាចអ្វីមួយគាត់រត់ចេញរាប់សិបម៉ែត្រពីទន្លេមុនពេលឈប់ដកដង្ហើមខ្ញុំជូតញើសត្រជាក់ហើយសម្លឹងត្រឡប់ទន្លេទេក្បូនខ្ញុំស្រែកទឹកមុខឡាវស៊ីងធ្ងន់ក្បូនអីខ្ញុំចង្អុលក្បូនដែលយន្តចៅមកគាត់កាត់ផ្ដាច់ថាស្ងាត់កុំសួរត្រឡប់ទៅយើងត្រឡប់ទៅការដ្ឋានជាមួយសាកសពជាវដាហ៊ូអ្នកគ្រប់គ្រងចាប់ដៃយើងស្ទើរយំដោយសូមអរគុណបើមិនរកឃើញសាកសពគាត់ទេគ្រួសារគាត់នឹងសម្លាប់ខ្ញុំឡាវស៊ីងរំលឹកដោយត្រជាក់កុំភ្លេចមក20,000 យន់ដែលអ្នកជំពាក់យើងអ្នកគ្រប់គ្រងសន្យាថានឹងបញ្ជូនលុយនៅព្រឹកបន្ទាប់ត្រឡប់មកបន្ទប់ខ្ញុំអង្គុយមួយផ្លេតពេលឡាវស៊ីងវេកខ្ចប់របស់គាត់ខ្ញុំឆ្ងល់ថាអ្នកនឹងទៅណាគាត់ឆ្លើយយើងមិនអាចនៅទីនេះបានទេខ្ញុំនឹងចាក់ចេញបន្ទាប់ពីទទួលបានលុយអ្នកក៏គួរលាឡៃហើយរកការងារល្អនៅក្នុងទីក្រុងគុំត្រឡប់មកវិញខ្ញុំតវ៉ាថាហេតុអ្វីត្រូវលាឡៃពីការងារល្អភ្នែកកូតសម្លឹងខ្ញុំដូចកំបិតធ្វើតាមខ្ញុំនិយាយខ្ញុំមានអារម្មណ៍ថាឡាវស៊ីងមានអ្វីចម្លែកប៉ុន្តែខ្ញុំហត់នឿយពេកមិនអាចប្រកែងបានយើងចូលគេងមុនប៉ុន្តែខ្ញុំស៊ូបិនចម្លែកខ្ញុំនៅទន្លេដែលមកឈោក្រហមអណ្ដែតស្ត្រីសក់វែងម្នាក់អង្គុយលើនោះខ្នងបែរមកខ្ញុំយំខ្ញុំសួរថាហេតុអ្វីនាងយំប៉ុន្តែនាងមិនឆ្លើយខ្ញុំស្នើឲ្យនាងទៅផ្ទះវិញ
នាងបែរមុខមកបង្ហាញមុខដែលមានរុនពេញមិនមានមុខច្បាស់អណ្ដាតរបស់នាងធ្លាក់ទៅចម្ងាំងទ្រូងខ្ញុំភ័យស្លន់ស្លោហើយនិយាយញ័រថានេះជាការស្លាប់បែបណាខ្ញុំភ្ញាក់ស្រែកដៃជើងធៀមញ័រពេលនោះផងឡាវស៊ីងក៏ភ្ញាក់ឡើងដកដង្ហើមខ្លាំងបន្ទប់ស្ងៀមមានតាសំឡេងដកដង្ហើមរបស់យើងឡាវស៊ីងបានជួតបារីមុខគាត់ស្លេកហើយមានញើសមានអ្វីកាត់ឡើងគាត់សួរខ្ញុំប្រាប់ពីសុបិនរបស់ខ្ញុំគាត់ញ័របារីធ្លាក់ជើងចម្លែកណាស់ខ្ញុំក៏សុបិនដូចគ្នាអ្នកសុបិនអ្វីខ្ញុំនិយាយពីមកឈោនឹងស្ត្រីគ្មានមុខពាក់កណ្ដាលផ្លែគាត់និយាយថាខ្ញុំក៏សុបិនខៃនាងដែរសុបិនដូចគ្នានេះធ្វើឲ្យបេះដូងខ្ញុំលោតញាប់ឡាវស៊ីងធូតបារីស្ងៀមស្ងាត់គេងទេគាត់និយាយស្អែកព្រឹកយើងនឹងលាឡៃគាត់បាយខ្នងបន្តាខ្ញុំដឹងថាគាត់មិនគេងទេគាត់មានអ្វីបាំងបិទបាំងខ្ញុំគិតពីការស្លាប់របស់ជីវដាហ៊ូហើយញ័រតើជីវដាហ៊ូមានខ្មោចឬឡាវស៊ីងស្រែកថាស្ងាត់គេងទេមុខគាត់គួរឲ្យខ្លាចដូចជានឹងស៊ីខ្ញុំភ័យហើយដេកចុះពេលខ្ញុំបិទភ្នែកសំឡេងផ្ទុះមួយបានបង្លឺខ្នងឡាវស៊ីងញ័រគាត់អង្គុយឡើងស្រែកថាឡាវស៊ីងប្រហែលជាយើងមិនគួរបើកទេគាត់សើចចំអស់ថាបុរសធំខ្លាចអ្វីសំឡេងគូឈប់ទៅជំនួសដោយសំឡេងខ្យល់ឡាវស៊ីងនិយាយថាគ្មានអ្នកណាទេឈប់ភ័យប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្រួល2នាទីក្រោយមកខ្ញុំងងុយដេកសំឡេងគូបានបង្លឺម្ដងទៀតបីវែងពីឃ្លីមានចង្វាក់ឡាវស៊ីងលោតចុះចាប់កំបិតអ្នកណាគាត់បើកទ្វារខ្យល់ត្រជាក់ហូរចូលរាងកាយគាត់ញ័រហើយបិទទ្វារភ្លាមសម្លឹងទៅដកដង្ហើមខ្លាំងអ្នកណាខ្ញុំសួរសំឡេងគាត់ញ័រថាគ្មានអ្នកណាទេប៉ុន្តែគាត់បានដុញក្នុងទូនឹងទ្វារដូចជាលេខអ្វីមួយខ្ញុំក្រោកឡើងឆ្ងល់ថាមានអ្វីនៅខាងក្រៅឲ្យខ្ញុំមើលគាត់ស្រែកថាទេសំឡេងគាត់ឈឺចាប់នេះជាកំហុសរបស់អ្នកហេតុអ្វីអ្នកអូសខ្ញុំទៅរកសាកសពខ្ញុំនិយាយលេងតើមានខ្មោចអីឬមុខគាត់ស្លេកជាងខ្មោចគួរឲ្យខ្លាចជាងញ៉ាំងបិទមាត់របស់អ្នកគាត់ទល់នឹងទ្វារនៅពេលព្រឹកការដ្ឋានចាប់ផ្ដើមសកម្មឡាវស៊ីងគាត់ធូរស្រាលសោយបន្តិចប្រកបណាស់ខ្ញុំសួរថាយប់មិញអ្នកមើលឃើញអ្វីគាត់ស្ទើរហើយនិយាយថាគ្មានអ្វីទេគ្រាន់តែខ្យល់តែប៉ុណ្ណោះការកិច្ចវារបស់គាត់ធូរឲ្យខ្ញុំមិនស្រួលប៉ុន្តែខ្ញុំទុកចិត្តលើគាត់បានបង្រៀនខ្ញុំអ្វីនៅការដ្ឋានហើយខ្ញុំគោរពគាត់ដូចជាគ្រូគាត់បានជួតបារីជួបពីខ្ញុំថាកុំសួរយកលុយហើយចេញពីកន្លែងខ្មោចនេះខ្ញុំញ៉ាំអាហារពេលព្រឹកហើយទៅការិយាល័យអ្នកគ្រប់គ្រងពេលខ្ញុំគូទ្វារខ្ញុំឈប់សំឡេងនោះដូចយប់មិញដែរតើជាខ្យល់មែនទេសំឡេងមួយបានធ្វើឲ្យខ្ញុំភ្ញាក់ចែនរកអ្នកគ្រប់គ្រងវាជាឡាវខ្វាំងខ្ញុំងក់ក្បាលអ្នកមិនធ្វើការថ្ងៃនេះឬគាត់ចង្អុលទៅការិយាល័យអ្នកគ្រប់គ្រងមិននៅទេខ្ញុំក៏កំពុងរកគាត់ដែរទឹកមុខគាត់ចម្លែកអ្នករកគាត់ធ្វើអ្វីខ្ញុំសួរគាត់ញញឹមគ្រាន់តែចែកគាត់ដើរចេញដោយទុកខ្ញុំឲ្យឆ្ងល់គ្រប់គ្នាមានអ្វីចម្លែកដោយអ្នកគ្រប់គ្រងមិននៅមាត់ផ្ទះបើគាត់ខ្ញុំបានចុចកណ្ដឹងជាច្រើនដងគ្មានចម្លើយខកចិត្តហើយខ្ញុំទទួលទូរស័ព្ទពីឡាវស៊ីងដែលខឹងថាខ្ញុំមិនត្រឡប់អ្នកគ្រប់គ្រងមិននៅការដ្ឋានទេគាត់និយាយខ្ញុំបន្តគោះទ្វារខឹងអ្នកគ្រប់គ្រងមានប្រវត្តិទុកប្រាក់ខែបន្ទាប់ពី1ម៉ោងអ្នកគ្រប់គ្រងបានបើកទ្វារភ្នែកខ្មៅទឹកមុខគ្មានអារម្មណ៍ខ្ញុំគោះទ្វារអស់2ម៉ោងហើយឡាវស៊ីងគាត់ហៅណាគាត់បន្លឺថាខ្ញុំកំពុងគេងខ្ញុំចូលទៅក្នុងផ្ទះបន្ទប់ទទួលភ្ញៀវងងឹតវាំងនំទាំងអស់ត្រូវបានទៀងអឺតអ្នកគ្រប់គ្រងខ្ញុំនិងឡាវស៊ីងចង់លាលែងគាត់សម្លឹងជាងគាត់ដូចជាមិនលឺខ្ញុំស្រែកថាខ្ញុំចង់លាលែងគាត់ទៅបាយទៅបន្ទប់គេងហើយត្រឡប់មកជាមួយលុយ1ហ៊ីបប្រាក់ខែអ្នកគាត់និយាយភ្ញាក់ផ្អើលនឹងការសន្យារបស់គាត់ខ្ញុំយកលុយហើយចាក់ចេញដាក់ភ្នែកខ្ញុំនៅធនាគារមុនពេលត្រឡប់ទៅការដ្ឋាន
เหล่าซิงកំពុងរងចាំខ្ញុំបានប្រកល់លុយឲ្យគាត់ហើយគាត់រាប់យ៉ាងប្រុងប្រយ័ត្នពេលខ្ញុំវិកខ្ចប់សំឡេងភ្ញាក់ផ្អើលបានបន្លឺសំឡេងគងនឹងស្រែកថាមានអ្វីកើតឡើងនៅភ្នំខាងក្រោយមាននរណាស្លាប់ខ្ញុំបែរទៅឡៅស៊ីងមាននរណាស្លាប់ទៀតគាត់បន្លឺថាយកលុយឲ្យទៅអ្នកខ្វះនរណាស្លាប់ខ្ញុំទទូចថាពួកគេជាមិត្តរួមការងារទៅមើលគាត់ដើរតាមខ្ញុំទៅភ្នំនៅភ្នំគ្មានសាកសពឃើញទេប៉ុន្តែកម្មករសម្លឹងទៅលើមេឃមាត់បើកធំខ្ញុំសម្លឹងឡើងហើយភ័យអ្នកគ្រប់គ្រងត្រូវបានព្យួរកអាក្រាតពីខ្សែពោដែលលាតទៅលើមេឃចុងមកខាងទៀតមើលមិនឃើញដូចជាចង់នៅក្នុងពពកពីលពរបស់ខ្ញុំមិនដែលបំភ្លឺដល់កំពូលនៅក្នុងភាពងងឹតខ្មោចនរណាម្នាក់ស្រែកហើយកម្មកររត់ចុះភ្នំខ្ញុំហៀបនឹងរត់នៅពេលឡៅស៊ីងចាប់ខ្ញុំទឹកមុខគាត់ធ្ងន់ធ្ងរលុយនេះមកពីណាខ្ញុំញ័រថាឡៅស៊ីងខ្ញុំសបត់ខ្ញុំជួបអ្នកគ្រប់គ្រងរុស្ស៊ីនេះគាត់ប្រកល់លុយឲ្យខ្ញុំផ្ទាល់ដែលខ្ញុំញើនៅពេលខ្ញុំនឹកឃើញមុខមិនធម្មតារបស់គាត់សំឡេងឡៅស៊ីងកាន់តែត្រជាក់អ្នកបានឃើញខ្មោចអ្នកគ្រប់គ្រងស្លាប់អស់ប្រយ័ត្នពេលហើយខួរក្បាលខ្ញុំផ្ទុះឡើងដើមឈើឲ្យកាត់គាត់ចុះគាត់បញ្ជាខ្ញុំស្ទើរយំថាឡៅស៊ីងជីវដាហ៊ូទៅស្លាប់ឥឡូវអ្នកគ្រប់គ្រងការស្លាប់នីមួយចម្លាយជាងមុនអ្នកមិនខ្លាចទេឬគាត់សម្លឹងខ្ញុំបើយើងមិនដោះស្រាយអ្នកគិតថាយើងអាចចាក់ចែនបានទេញ័រស្លន់ខ្ញុំឡើងដើមឈើសាកសពអ្នកគ្រប់គ្រងព្យួរយ៉ាងរឹងជើងចង្អុលចុះក្រោមក្បាលធ្លាក់មុខស្វាយភ្នែកបើកជាមួយស្នាមឈាមខ្សែពូលាទៅលើមេឃគ្មានទីបញ្ចប់ឡៅស៊ីងស្រែកថារូរ៉ាន់កាត់ខ្សែខ្ញុំបានដោះខ្សែហើយសាកសពធៀកចុះចតជាត់នឹងដីទុនដូចជាដៃគោធៀកពីលើមេឃញ័របន្តិចប៉ុន្តែមិនដួលខ្ញុំស្ទើរធៀកពីដើមឈើអ្វីគេមុខឡៅស៊ីងរឹងដូចថ្មឈប់ស្រែកវាគ្រាន់តែសាកសពប៉ុន្តែបារីរបស់គាត់ធ្លាក់មកគាត់ស្លាក់ជាងនេះខ្ញុំរុនចុះក្រោមឡៅស៊ីងហេតុអ្វីសាកសពគាត់មិនដួលគាត់មិនចង់ចាក់ចេញទេខ្ញុំមិនអាចនៅបន្តទៀតទេយើងយកសាកសពហើយទៅគាត់សួរថាអ្នកនឹងខ្នងគាត់ទេខ្នងខ្ញុំត្រជាក់ទេគាត់ងក់ក្បាលទៅខ្ញុំនឹងតាមគាត់បានបើកកំដាប់ដៃអ្នកគ្រប់គ្រងបំបីឆ្អឹងខ្ញុំស្រែកថាគាត់ស្រែកថាកុំស្រែកអ្នកនឹងធ្វើឲ្យខ្ញុំខ្លាចហេតុអ្វីអ្នកបំបីម្រាមដៃគាត់ស្លាប់ហើយឡៅស៊ីងថាខ្ញុំកំពុងរកអ្វីមួយស្នាមបំបែកមួយបានបង្ហាញកណ្ដឹងតូចនៅក្នុងដៃអ្នកគ្រប់គ្រងមុនពេលខ្ញុំមើលច្បាស់ឡៅស៊ីងបានយកទៅឲ្យថាទៅខ្ញុំសួរថាគាត់យកអ្វីប៉ុន្តែគាត់ស្រែកថាកុំសួរគាត់ដើរមុខលឿនជាងពេលឡើងភ្នំខ្ញុំដើរតាមជីវដាហ៊ូនិងអ្នកគ្រប់គ្រងស្លាប់យ៉ាងម៉េចការស្លាប់របស់ពួកគេមានទំនាក់ទំនងទេឬឡៅស៊ីងយកអ្វីហើយហេតុអ្វីគាត់មិននិយាយខួរក្បាលខ្ញុំច្របល់ខ្ញុំជំពាក់អ្វីមួយហើយធ្លាក់ឡៅស៊ីងមនុស្សធំមើលផ្លូវខ្ញុំបន្លឺថាមានអ្វីជំពាក់ខ្ញុំលូកទៅចាប់ខ្សែពួរទុនខ្សែដែលព្យួរអ្នកគ្រប់គ្រងស្រែកខ្ញុំលោតឡើងឡៅស៊ីងខ្សែវានៅលើគាត់តាមយើងឬបោះចោលខ្ញុំបោះចោលខ្ញុំញ័រថាតើវាអាចជំពាក់ខ្ញុំដោយចៃដន្យយ៉ាងម៉េចទេគាត់បែកខ្នងនិយាយខ្លួនឯងអ្នកមិនប៉ះមួយឈុលទេអ្នកនឹងមិនអត់អីទេមួយឈុលខ្ញុំសួរតើអ្វីទាំងអស់នេះកើតឡើងដោយសារមួយឈុលឬមួយឈុលនៅឯណាគាត់សម្លឹងអ្នកចង់មើលមែនទេខ្ញុំរកក្បាលថាទេខ្ញុំចង់នៅឆ្ងាយត្រឡប់មកបន្ទប់ឡៅស៊ីងអង្គុយនៅលើគ្រែជិតបារីគិតប្រុងប្រយ័ត្នខ្ញុំជំរុញឲ្យគាត់វិកខ្ចប់ប៉ុន្តែគាត់ថាងងឹតហើយយើងនឹងទៅណាខ្ញុំស្នើហៅឡានហើយគាត់ងក់ក្បាលពេលរងចាំខ្ញុំសម្លឹងក្នុងឡៅស៊ីងហើយមានអារម្មណ៍ចង់វាយក្បាលគាត់សំឡេងត្រជាក់មួយនិយាយថាបំបែកវាខ្ញុំចាប់ខ្សែពួរពីហៅប៉ែកដោយមិនគិតថាវាមកពីណាហើយរុំជុំវិញកឡៅស៊ីងទាញខ្លាំងខ្ញុំមិនលឺទាញខ្លាំងរហូតគាត់វាយដបស្រាលលើមុខខ្ញុំអន់ចិត្តភ្ញាក់ផ្អើលគាត់ក្អកខឹងអ្នកចង់សម្លាប់ខ្ញុំឬខ្ញុំញ័រថាខ្ញុំមិនដឹងថាមានអ្វីទេបន្ទាប់មកខ្ញុំឃើញខ្សែដែលព្យួរអ្នកគ្រប់គ្រងខ្ញុំបានបោះចោលហើយខ្ញុំស្រែកញ័រខ្លួនឡៅស៊ីងជុតបារីមួយទៀតស្ងាត់ឡានអ្នកអត់អីណាខ្ញុំមើលទូរស័ព្ទអ្នកចការយឺតថា15នាទី
ខឹងពេកខ្ញុំហៅគាត់អ្នកជាការសើចថាខ្ញុំមិនដល់ដឹកអ្នក15នាទីមុនទេអ្នកស្រវឹងទេទូរស័ព្ទធ្លឹកពីហៅប៉ែកខ្ញុំគេថាបានដឹកខ្ញុំប៉ុន្តែខ្ញុំមិនដែលចាក់ចែងទៅណាឡាវស៊ីងសើចជូរចត់ខ្ញុំបានទាយហើយខ្ញុំស្រែកថាញាក់ទាយអ្វីប្រាប់ខ្ញុំក្រោមពន្លឺមុខគាត់ស្លែកជាងនេះមានអ្វីមួយនៅទីនេះហើយវាមិនចង់ឲ្យយើងចាក់ចែងទេ